ថាប្រយោជន៍ទាំងពីរសងខាងដើម្បីឲ្យសេដ្ឋកិច្ចហើយនិងកម្មក្រាបបត់លំវាប្រកបដោយប្រសិទ្ធភាពខ្ពស់បាទមកដល់ម៉ោងនេះគេបានយកចិត្តទុកដាក់ខ្លាំងទៅលើការបង្ការនិងទប់ស្កាត់ជំរាបសួរប្រិមិត្តស្វាគមន៍មកកាន់ EasyCom TikTok ថ្ងៃនេះផងដែរយើងនឹងទៅជែកអំពីប្រធានបទប្រសិទ្ធភាពក្របខ័ណ្ឌច្បាប់បទល្មើសបច្ចេកវិទ្យានិងកិច្ចគាំពារធុរកិច្ចនៅកម្ពុជាវាគ្មិនកិត្តិយសយើងថ្ងៃនេះគឺឧត្តមសេនីយ៍ត្រីសានដលុចដែលលោកអញ្ជើញមកពីក្រសួងមហាផ្ទៃបាទសូមជម្រាបសួរលោកឧត្តមសេនីយ៍បាទលោកឧត្តមសេនីយ៍អរគុណច្រើននៅក្នុងការផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធី TikTok ផងយើងនៅថ្ងៃនេះមុននឹងយើងចូលដល់កិច្ចពិភាក្សាផងយើងនៅបន្តិចទៀតខ្ញុំសូមអនុញ្ញាតលោកឧត្តមសេនីយ៍ជួយណែនាំខ្លួនក៏ដូចជាទូនីតិដែលលោកឧត្តមសេនីយ៍ទទួលក៏ត្រូវបាទសូមអរគុណបាទសូមជម្រាបសួរដល់លោកដែលបានអញ្ជើញខ្ញុំចូលរួមនៅក្នុងកម្មវិធី EasyCom TikTok នាថ្ងៃនេះខ្ញុំបាទឧត្តមសេនីយ៍ត្រីសានដលុចជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះហើយនឹងក៏សប្បាយចិត្តក្នុងការចូលរួមនៅចែករំលែកបទពិសោធន៍ការងារនិងផ្លូវច្បាប់មួយចំនួនពាក់ព័ន្ធជាមួយនឹងបទល្មើសប្រឆាំងបទល្មើសបច្ចេកវិទ្យានេះផងដែរបាទសូមអរគុណបាទអរគុណលោកឧត្តមសេនីយ៍មុននឹងយើងចូលទៅដល់សំណួរដែលធ្វើឲ្យញ៉ាំងកម្មវិធីនឹងរៀងរសើបចង់សូមអនុញ្ញាតលោកឧត្តមសេនីយ៍ជួយផ្ដល់នៅបច្ចុប្បន្នភាពទៅលើច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាតើបច្ចុប្បន្នដល់ណាហើយបាទពាក់ព័ន្ធជាមួយនឹងសេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះច្បាប់នេះគឺបានគ្រោងធ្វើតាំងពីឆ្នាំ2016មកម្លេះរហូតមកដល់សប្តាហ៍ថ្ងៃនេះគឺមានរយៈពេលជិត10ឆ្នាំហើយសម្រាប់បច្ចុប្បន្នភាពនៃច្បាប់នេះគឺយើងឃើញថាបានធ្វើសេចក្តីព្រាងច្បាប់ឈានទៅដល់ទីស្តីការគណៈរដ្ឋមន្ត្រីហើយគ្រោងទៅដាក់ទៅជូនទៅរដ្ឋសភាដើម្បីធ្វើការអនុម័តអញ្ចឹងយើងខ្ញុំក៏សង្ឃឹមថានឹងច្បាប់នេះអាចនឹងចេញនៅក្នុងពេលឆាប់នាពេលខាងមុខទៀតបាទអរគុណលោកឧត្តមសេនីយ៍លោកឧត្តមសេនីយ៍ចង់ដឹងអំពីអត្ថប្រយោជន៍វិញតើច្បាប់នេះផ្ដល់អត្ថប្រយោជន៍គេខ្លះទៅកាន់ជាពិសេសគឺស្ថាប័នឯកជនឬក៏ស្ថាប័នអន្តរជាតិដែលលោកមានអាជីវកម្មនៅខាងក្នុងប្រទេសកម្ពុជាផងយើងបាទពាក់ព័ន្ធជាមួយនឹងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យានេះយើងពិនិត្យឃើញថាមានជួយច្រើនទៅដល់ការការពារទៅដល់អ្នកវិនិយោគិនឯកជនអ្នកប្រើប្រាស់ហើយនិងស្ថាប័នរដ្ឋផងដែរក្នុងការការពារនៅផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាហើយក៏មានចែងនៅការដាក់ទោសទណ្ឌទៅលើបទល្មើសផ្សេងដែលពាក់ព័ន្ធជាមួយនឹងបទល្មើសបច្ចេកវិទ្យាដូចជាការរំលោភបំពានទៅលើតាមប្រព័ន្ធបច្ចេកវិទ្យាការលួចយកទិន្នន័យដោយគ្មានការអនុញ្ញាតការប្រើប្រាស់ទិន្នន័យដោយមានការអនុញ្ញាតតែធ្វើលើសពីព្រំដែនអាហ្នឹងក៏ជាចំណុចមួយដែលយើងបានទៅដាក់ទោសទណ្ឌទៅលើជនដែលប្រព្រឹត្តនេះផងដែរបាទនេះគឺជាសេចក្តីសង្ខេបត្រួសសម្រាប់សេចក្តីព្រាងនេះហើយមាននៅចែងអំពីការដែលកិច្ចការMLET គឺការជួយកិច្ចការជួយគ្នាទៅវិញទៅមកក្នុងផ្លូវច្បាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងយើងនឹងធ្វើជាបន្តទៅអញ្ចឹងនៅក្នុងច្បាប់នេះក៏គេមានចែងបន្ថែមទៅលើនៅផងដែរបាទមួយទៀតខ្ញុំចាប់អារម្មណ៍តាក់ទងជាមួយនឹងប្រព័ន្ធទេប្រាក់ណាហើយជាពិសេសគឺមានបទល្មើសមួយចំនួនក្នុងការកេងបន្លំបាទខ្លែងទៅជាបុគ្គលណាមួយដើម្បីបន្លំបោកប្រាស់អីផ្សេងហ្នឹងតើច្បាប់ហ្នឹងយើងនឹងមានគោលការណ៍ដូចជាគោលនយោបាយបែបម៉េចដែរនៅបើពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃទៅលើថាចាប់បុគ្គលដែលខ្លែងបន្លំហ្នឹងបាទខ្ញុំសូមជំរាបអំពីពាក់ព័ន្ធជាមួយការផ្ទេរប្រាក់ទាំងក្នុងប្រទេសហើយនិងឆ្លងប្រទេសហើយយើងឃើញថាភាពរីកចម្រើននៃការផ្ទេរប្រាក់មកដល់បច្ចុប្បន្ននេះយើងឃើញថាមានធនាគារជាតិបានបង្កើតនៅខាងប្រព័ន្ធបាគោមួយដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋអាជីវកម្មទាំងក្នុងស្រុកនិងអន្តរជាតិផងដែរហើយវាមានល្បឿនលឿនភាពបានថាវាមានភាពលឿនជាងមុនងាយស្រួលហើយយើងបានសហការជាមួយនឹងប្រទេសជាច្រើន
ដូចជាថៃឡាវភូមាផ្សេងៗដែលយើងគ្រងដើម្បីធ្វើការផ្ទេរប្រាក់ផងដែរហើយទី2គឺយើងក៏មានធនាគារមួយចំនួនគឺគាត់បានរៀបចំនៅ mobile banking ហើយ e-wallet ហើយនឹង QR code បាទ នេះគឺជាការដែលបង្កភាពងាយស្រួលទៅដល់អាជីវកម្មផ្សេងៗទាំងក្នុងស្រុកនិងក្រៅស្រុកតែក៏ទន្ទឹមនឹងក៏យើងឃើញមានបញ្ហាប្រឈមទៅលើការផ្ទេរប្រាក់ដែរហើយយើងឃើញថាមកដល់ម៉ោងនេះមានក្រុមអក្រិតជនមួយចំនួនគាត់បានប្រើប្រាស់ដែលយើងហៅថា underground banking បាទគឺធនាគារក្រោមដីប្រើប្រាស់រូបិយប័ណ្ណ digital តាមរយៈហ្នឹងហើយទី3មួយទៀតគឺជាមួយនឹង platform ស្ថាប័នមួយចំនួនដែលធនាគារជាតិយើងថ្ងៃយើងបានបែនដែរគឺជួយសម្រួលទៅដល់ការផ្ទេរប្រាក់និងលាងលុយបាទលាងសម្បត្តិប្រាក់នឹងផងដែរនឹងក៏ជាបញ្ហាដែលយើងត្រូវតែគិតពិចារណាផងដែរហើយទន្ទឹមនឹងពាក់ព័ន្ធជាមួយនឹងបញ្ហាមួយទៀតគឺ KYC បាទដែលគេហៅថា know your customer បណ្ដាធនាគារមួយចំនួនគឺគាត់ធ្វើការថាកំណត់អត្តសញ្ញាណ clarify ធ្វើការវាយតម្លៃអំពីហានិភ័យហើយនឹងការតាមដានទុនបាទនេះគឺជាការប្រើប្រាស់ KYC ប៉ុន្តែវានៅមានភាពមួយចំនួនគឺគាត់មិនទាន់បំពេញទៅតាមនីតិវិធីនៃច្បាប់ឬក៏តាមគោលការណ៍ណែនាំរបស់សមាជិកដែលតម្រូវឲ្យគាត់ជួយជួយសហការឧទាហរណ៍ដូចជាពាក់ព័ន្ធជាមួយនឹងការ sign up account ធនាគារអនឡាញគេហៅថា online យើងឃើញថាធនាគារមួយចំនួនគាត់បំពេញឲ្យអតិថិជនបំពេញ form ប៉ុន្តែពាក់ព័ន្ធជាមួយ KYC មិនសូវច្បាស់លាស់បានន័យថាអាចដាក់អត្តសញ្ញាណរបស់អ្នកដទៃប្រើប្រាស់លេខទូរស័ព្ទផ្សេងហើយបង្កើតបាន account មួយបាទហើយមានរហូតដល់អាច set នៅ nickname បានន័យថាឧទាហរណ៍ថាគាត់ចង់ដាក់ឈ្មោះខ្ញុំទៅលុយបាទអញ្ចឹងគាត់ប្រើប្រាស់លេខទូរស័ព្ទផ្សេងឬក៏អត្តសញ្ញាណប័ណ្ណផ្សេងតែដាក់ឈ្មោះខ្ញុំដោយសារតែសង្កេតឃើញថាឈ្មោះខ្ញុំអត់មាននៅក្នុងគណនីធនាគារមួយនឹងទេតែមានឈ្មោះនៅគណនីផ្សេងអញ្ចឹងវាអាចសេតបានហើយរាល់ធនាគារទាំងអស់រាល់ថ្ងៃនេះយើងមិនបង្កើត QR code បានអញ្ចឹងវាក៏ជាបញ្ហាមួយដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំខ្លាំងមែនទែនទៅលើការធ្វើអាជីវកម្មរបស់ពួកគាត់ដោយគាត់មិនបានពិនិត្យមើលឲ្យបានច្បាស់លាស់ថាតើQR code នេះជា QR code របស់ធនាគារណាគាត់ព្រោះប្រជាពលរដ្ឋខ្លះគាត់អត់ដឹងទេគាត់បានត្រឹមតែផ្ញើ QR code ឈ្មោះនឹងហើយតែធៀបពិតមិនមែនដោយសារតែអាហ្នឹងខ្ញុំនិយាយអំពីបច្ចេកទេសប៉ុន្តែមុននឹងឈានដល់ហ្នឹងគឺដោយសារតែការលួចយកគណនី Telegram ឬMessenger របស់ជនរងគ្រោះណាមួយហើយគាត់ប្រើប្រាស់អត្តសញ្ញាណហ្នឹងយកមកបោកបញ្ឆោតហើយប្រើ QR code ឈ្មោះហ្នឹងអញ្ចឹងទៅគឺគាត់ចាញ់ហើយខាញ់បោកអញ្ចឹងខាត់បងលុយកាក់ច្រើនណាស់ទៅលើហ្នឹងអញ្ចឹងរាល់ថ្ងៃនេះក៏ឃើញមានបណ្ដឹងចូលមកច្រើនទៅលើករណីហ្នឹងហើយយើងកំពុងធ្វើការស៊ើបអង្កេតទៅលើករណីហ្នឹងផងដែរហើយក៏យើងបានធ្វើការបង្ក្រាបហើយនឹងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធបណ្ដាញសង្គម Facebook Telegram របស់នាយកដ្ឋានយើងខ្ញុំផងដែរបាទអរគុណលោកឧត្តមសេនីយ៍ខ្ញុំចាប់អារម្មណ៍មែនទែនតាក់ទងជាមួយនឹងបទល្មើសមួយចំនួនតាក់ទងនឹងការក្លែងបន្លំហ្នឹងតើបច្ចុប្បន្នមានករណីប្រមាណដែរហើយយើងគ្រាន់តែចង់ដឹងត្រួសត្រាសតើករណីមួយនោះវាខុសគ្នាបែបម៉េចដែរបាទសម្រាប់សំណួរនេះពាក់ព័ន្ធជាមួយនឹងករណីយើងអាចនិយាយបានថាជាប្រភេទនៃបទល្មើសប្រភេទនៃបទល្មើសវាមានច្រើនវាមានប្រភេទនៃបទល្មើសកម្ចីអនឡាញក៏មានដែរកម្ចីអនឡាញក្រោមរូបភាពហៅថាក្រោមរូបភាពផ្ដល់អត្រាការប្រាក់ខ្ពស់មួយទៀតករណីឆបោកតែប្រើរូបភាពកម្ចីអនឡាញវិញអញ្ចឹងវាមានភាពបច្ច្រាស់គ្នាបាទអញ្ចឹងខ្លាចអ្នកខ្លះច្រឡំអ្នកខ្លះគាត់មានគាត់ទៅខ្ចីលុយកម្ចីក្រុមហ៊ុនអនឡាញហ្នឹងទៅគេផ្ដល់ប្រាក់កម្ចីមែនតែគេគិតអត្រាការប្រាក់ខ្ពស់បូកជាមួយនឹងសេវារដ្ឋបាលអញ្ចឹងហើយករណីនេះគឺក៏មានការកើតមានច្រើនដែរហើយខាងក៏មានចេញនៅសេចក្តីថ្លែងការណ៍រួម
រវាងក្រសួងមហាផ្ទៃ បាទ ធនាគារជាតិនិងសមាគមធនាគារដែលគាត់បានចេញសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធជាមួយនឹងកម្ចីការប្រាក់ដែលមានអត្រាការប្រាក់ខ្ពស់ឬក៏យើងនិយាយថាអត្រាការប្រាក់ខុសច្បាប់ទៅពីព្រោះវាខុសច្បាប់ បាទ ពីព្រោះក្រៅពីធនាគារនិងមីក្រូហិរញ្ញវត្ថុគឺมันអាចធ្វើប្រតិបត្តិការផ្ដល់ប្រាក់កម្ចីមានការប្រាក់បានទេ បាទ អញ្ចឹងរាល់ក្រុមហ៊ុនផ្សេងៗអនឡាញគឺគាត់អត់បានចុះបញ្ជីទេអញ្ចឹងវាខុសច្បាប់ហើយវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចមែនគឺអត្រានៃការកម្ចីអត្រាការប្រាក់ខ្ពស់មែនតើមានពី10ទៅ15% អូខ្ពស់ ដោយតាមក្រុមហ៊ុន បាទ ជួនកាលគាត់ខ្ចី1000ធៀបពិតគាត់បានតែ300កាត់កងចុះឡើងហើយនៅបង់ថ្លៃសេវាប្រចាំថ្ងៃណានេះផ្សេងទៀត បាទ ហើយអានេះជាពាក់ព័ន្ធមួយនឹងកម្ចីអនឡាញពាក់ព័ន្ធជាមួយនឹងបទល្មើសផ្សេងទៀតជាការណែនាំវិនិយោគប៉ុន្តែទន្ទឹងវិនិយោគក៏វាមានករណី love scam សិនបើថាតំណែងឲ្យស្គាល់គ្នាបានគាត់រុញទៅដល់ការវិនិយោគហើយដល់ការវិនិយោគក៏មានចរន្តនៃការផ្ទេរប្រាក់វាមានច្រើនក្រោមរូបភាពហើយកន្លងមកយើងបានធ្វើការខាត់ហើយយើងខាត់បានភាគច្រើនតែទៅលើអ្នកដែលប្រជាពលរដ្ឋមួយចំនួនសុំបន្ថែមកន្លែងហ្នឹងតិចប្រជាពលរដ្ឋមួយចំនួនគាត់បានលក់គណនីធនាគារទៅឲ្យអ្នកទី3ក្នុងតម្លៃមួយតាមស្ថានភាពជាក់ស្ដែងអ្នកខ្លះបាន50អ្នកខ្លះបាន100អ្នកខ្លះបង់ជាខែប៉ុន្តែកម្រិតនៃការយល់ដឹងគាត់អត់ដឹងថាវាមានហានិភ័យប៉ុណ្ណាទេនៅពេលដែលគេយកគណនីធនាគារគាត់ទៅប្រើប្រាស់គឺយកមកធ្វើជាគណនីទទួលប្រាក់ បាទ អញ្ចឹងហើយនៅពេលដែលយើងក៏ហៅគាត់មកធ្វើការសាកសួរបំភ្លឺភាគច្រើនគឺគាត់បានតែទទួលតែសេវាហ្នឹងទេបាទអញ្ចឹងហើយក៏វាជាបញ្ហាប្រឈមមួយសម្រាប់យើងក្នុងការស៊ើបអង្កេតឲ្យដល់ឫសគល់ទៅលើជនដែលប្រព្រឹត្តបទល្មើសអញ្ចឹងជនប្រព្រឹត្តបទល្មើសគាត់មានភាពវៃឆ្លាតខ្លាំងណាស់គាត់គឺគាត់អត់បានដាក់អត្តសញ្ញាណគាត់ទេគឺប្រើប្រាស់អត្តសញ្ញាណអ្នកដទៃអញ្ចឹងយើងក៏នឹងបន្តទៅលើការងារនឹងផងដែរបាទ បាទអរគុណលោកឧត្តមសេនីយ៍ខ្ញុំជឿថាអ្នកដែលគាត់ឆោបបោកហ្នឹងគាត់មានល្បិចច្រើនណាស់គាត់អាចឆោបបោកគេបានអញ្ចឹងណាបាទប៉ុន្តែនៅក្នុងនាមអាជ្ញាធរវិញខ្ញុំជឿថាក៏មានបញ្ហាប្រឈមមួយចំនួនដែរនៅក្នុងការតាមដានបទល្មើសមួយអញ្ចឹងណាតើក្នុងនាមលោកឧត្តមសេនីយ៍ផ្ទាល់តើកន្លងទៅនេះបញ្ហាប្រឈមអីគេខ្លះដែលយើងបានជួបហើយយើងអាចដោះស្រាយបញ្ហាទាំងអស់នោះដោយរបៀបណាបាទ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមយើងវាមានច្រើនទី1គឺយើងកង្វះខាតនៅមន្ត្រីជំនាញ forensic ហើយនិង cyber investigation ផងដែរគឺវាយើងត្រូវការច្រើនហើយទន្ទឹមនឹងក៏ទាមទារឲ្យមានការសិក្សាស្រាវជ្រាវបន្ថែមទៅលើបច្ចេកវិទ្យាថ្មីឥឡូវមកដល់ម៉ោងនេះយើងរហូតដល់មានបច្ចេកវិទ្យា AI ឥឡូវនេះចូលរួមចំណែកច្រើនមែនទែនគ្រប់វិស័យបាទសឹងតែគ្រប់វិស័យទៅហើយតែប្រើប្រាស់ប្រព័ន្ធ AI នេះអញ្ចឹងធ្វើម៉េចយើងត្រូវតែតាមឲ្យទាន់ទៅលើបញ្ហាហ្នឹងទី2គឺបញ្ហាមួយទៀតគឺបញ្ហាកិច្ចសហការរវាងបណ្ដាស្ថាប័នរដ្ឋជាមួយនឹងស្ថាប័នឯកជនឬគ្រឹះស្ថានធនាគារលក្ខហ្នឹងវាមានភាពខ្វះខាតមួយចំនួនដែលយើងត្រូវដាក់ទុកពិភាក្សាគ្នាហើយនឹងរកចំណុចរួមមួយដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងសង្គមយើងខ្ញុំសូមលើកករណីនៅប្រទេសសិង្ហបុរីនៅប្រទេសសិង្ហបុរីគេមាន anti scam center មួយនៅក្នុង anti scam center ហ្នឹងគេមានអ្នកតំណាងធនាគារបាទអ្នកតំណាងធនាគារកាលពីឆ្នាំ2024មានតែ6ទេតែមកដល់2025មានធនាគារមួយទៀតបានចូលរួមជាមួយនឹងសមត្ថកិច្ចប៉ូលីសសិង្ហបុរីក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆោបបោកតាមប្រព័ន្ធអនឡាញនេះអញ្ចឹងមកដល់ម៉ោងនេះគេបានយកចិត្តទុកដាក់ខ្លាំងទៅលើការបង្ការនិងទប់ស្កាត់ពីព្រោះនៅពេលណាដែលយើងអាចធ្វើការងារបង្ការនិងទប់ស្កាត់បង្កកប្រាក់ដែលជនប្រព្រឹត្តបទល្មើសបានឆោបបោកជនប្រជាពលរដ្ឋរបស់គេអាចបង្កកទុកបាននៅក្នុងប្រព័ន្ធធនាគារនឹងបានអញ្ចឹងវាបានន័យថាมันមានជនរងគ្រោះពីបទល្មើសហ្នឹងបានន័យថា loss of damage បានន័យថាគឺការខាត់បង់ការខាត់បង់លុយកាក់អត់មានទេអញ្ចឹងបទល្មើសវាយើងនឹងលែងកើតមានហើយបើយើងទប់ស្កាត់នឹងបង្ការនឹងទប់ស្កាត់បានអញ្ចឹងយើងមិនបាច់បង្ក្រាបទេអញ្ចឹង
ការបង្ក្រាបយើងវាមានភាពស្មុគស្មាញហើយបែរឆ្ងាយអញ្ចឹងបើយើងអាចធ្វើការងារនេះបានវាជាចំណុចមួយល្អហើយក៏យើងទៀមទាមិនថាទៀមទាមិនក៏ចង់ឲ្យមានការពិភាក្សាជាមួយនឹងស្ថាប័នទាំងអស់តើយើងគួររកចំណុចយ៉ាងណាហើយប៉ុន្តែទន្ទឹមនឹងក៏យើងគិតអំពីអត្ថប្រយោជន៍របស់អតិថិជនគេដែរ បាទ បើធ្វើបែបហ្នឹងអតិថិជនគេគិតមិនតើគេនឹងជឿជាក់លើធនាគារនឹងទៀតឬក៏យ៉ាងណាអញ្ចឹងកត្តានេះក៏វាធ្វើឲ្យយើងទៅគិតអំពីកត្តាច្បាប់យើងត្រូវធ្វើវិសោធនកម្មយ៉ាងដូចម្ដេចដើម្បីជួយបានន័យថាយើងថ្លឹង check and balance ទៅលើអត្ថប្រយោជន៍ទាំងពីរសងខាងដើម្បីឲ្យសេដ្ឋកិច្ចហើយនឹងការបង្ក្រាបបទល្មើសវាប្រកបដោយប្រសិទ្ធភាពពុះបាទ បាទនិយាយទៅគឺយើងតាក់ទងនឹងការសហប្រតិបត្តិការគឺជារឿងមួយដែលសំខាន់ពីព្រោះយើងអាចទៅធ្វើការងារតែមួយស្ថាប័នអញ្ចឹងណា បាទត្រឹមត្រូវ ទាំងឯកជនទាំងរដ្ឋគឺយើងត្រូវតែចូលរួមក្នុងការធ្វើកិច្ចការនេះទាំងអស់គ្នាភ្ជាប់ជាមួយនឹងការសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋជាមួយនឹងឯកជនវិញតើយោងទៅតាមបទពិសោធន៍របស់លោកឧត្តមសេនីយ៍តើលោកឧត្តមសេនីយ៍មានអនុសាសន៍បែបម៉េចដើម្បីឲ្យការសហប្រតិបត្តិការនោះមានប្រសិទ្ធភាពបាទ ពាក់ព័ន្ធជាមួយនឹងកិច្ចសហការរវាងស្ថាប័នរដ្ឋនិងឯកជនវាពិតជាមានសារៈសំខាន់មែនទែនពីព្រោះយើងមិនអាចធ្វើតែឯងបានមែនពិតប្រាកដ បាទ យើងស្នើសុំឲ្យមានការចែករំលែកព័ត៌មានការផ្ដល់នៅអាស័យដ្ឋាន IP ការផ្ដល់នៅអត្តសញ្ញាណមួយចំនួនក្នុងករណីបើមានការសង្ស័យ បាទ ពាក់ព័ន្ធជាមួយនឹងហានិភ័យនៃការឆបោកឬក៏ហានិភ័យនៃប្រព័ន្ធ digital ហ្នឹងអញ្ចឹងយើងគួរតែចែករំលែកគ្នាទៅវិញទៅមកទី2យើងនឹងធ្វើការផ្សព្វផ្សាយអាចថាជាការផ្សព្វផ្សាយរួមគ្នាឬក៏អាចជាការផ្សព្វផ្សាយដោយឡែកគាត់ធ្វើយើងធ្វើហើយក៏មានការផ្សព្វផ្សាយរួមមួយទៀតទៅអញ្ចឹងវាបង្កហើយនឹងបង្កើននៅប្រសិទ្ធភាពព្រោះហងៃនេះប្រព័ន្ធ media មានសារៈសំខាន់ណាស់ បាទ ដើម្បីផ្សព្វផ្សាយឲ្យពួកគាត់បានដឹងលឿនមួយវិញទៀតពាក់ព័ន្ធជាមួយនឹងការសិក្សាបន្ថែមបានថាទាំងមិនថាសមត្ថកិច្ចឬក៏ស្ថាប័នឯកជនទេបូកជាមួយនឹងប្រជាពលរដ្ឋផងដែរគឺគាត់ត្រូវតែប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែមទៅលើប្រព័ន្ធបច្ចេកវិទ្យា បាទ ឲ្យបានខ្លាំងជៀសវាងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឬក៏ប្រើប្រាស់ប្រព័ន្ធធនាគារដោយមិនដឹងអំពីបច្ចេកទេសរបស់គេវាធ្វើឲ្យមានការខាតបង់យើងនិយាយសួរយល់បានថាយើងយល់វាឲ្យច្បាស់យើងកុំចេះតែប្រើចេះតែចុចតាមដោយយើងមិនដឹងថានឹងជាអ្វីអញ្ចឹងវាមានសារៈសំខាន់ណាស់ដែលយើងត្រូវអង្គុយមើលអង្គុយអីព្រោះការបោកការឆោបោកការខ្លាយបន្លំវាអត់ច្រើនទេវាមានក្លេបន្តិចទេបាទ ជួនកាលបង្កើត platform មួយដូចមែនតើដែលយើងមើលអត់ដឹងมันអាច verify បានថាអានេះជារបស់ original ឬក៏ copy ទេ បាទ អញ្ចឹងយើងត្រូវការសិក្សាច្រើន មួយទៀតគឺចង់ដឹងអំពីនីតិវិធីវិញតើស្ថាប័នដែលគាត់រងគ្រោះក៏ដូចជាបុគ្គលដែលគាត់រងគ្រោះជាមួយនឹងការឆបោកតើគាត់ត្រូវធ្វើបែបម៉េចបាទ ចំពោះនីតិវិធីនៃការអានេះយើងអាចសម្ដៅបានថានៅពេលដែលគាត់រងគ្រោះពីការឆបោកនីតិវិធីគឺយើងមានតែមកដាក់ពាក្យប្តឹង បាទ យើងការដាក់ពាក្យប្តឹងយើងអាចដាក់ពាក្យប្តឹងនៅនាយកដ្ឋានខាងបរិបទចែកវិជាតែម្ដងហើយនឹងមាននៅតាមស្ថាប័នស្នងការរាជធានីខេត្តក៏យើងមានការឡៃតួបន្ទុកទៅលើការងារនឹងផងដែរអញ្ចឹងអាចអញ្ជើញមកដាក់ពាក្យប្តឹងហើយយើងនឹងធ្វើការស៊ើបអង្កេតជូនហើយយើងក៏មាននៅកិច្ចសហប្រតិបត្តិការខាងក្រៅជាមួយនឹងបណ្ដាប្រទេសអាស៊ានហើយនឹងបណ្ដាប្រទេសផ្សេងទៀតអញ្ចឹងពីព្រោះសូមបញ្ជាក់តិចការងារចូលបោកតាមបច្ចេកវិទ្យានេះមិនប្រកាសថាមានតែនៅក្នុងស្រុកទេជាងអាចធ្វើការឆោបោកពីខាងក្រៅមក បាទ ឬក៏មានការបញ្ជាពីក្រុមអក្រិតជនពីខាងក្រៅមកខាងក្នុងអញ្ចឹងវាមានរឿងច្រើនដែលយើងត្រូវពិនិត្យមើលអញ្ចឹងហើយយើងក៏មានគេហៅថាការសហការជាមួយនឹងនគរបាលអន្តរជាតិជាមួយនឹងការឡៃមួយចំនួនដែលបានបង្កើតឧទាហរណ៍ដូចនៅជាមួយចិនយើងមានការឡៃសម្របសម្រួលមួយសម្រាប់ក្នុងការផ្ដល់កិច្ចសហការទៅលើការងារបង្ក្រាបបទល្មើសអញ្ចឹងយើងធ្វើការតាមដានបទល្មើស បាទ បទល្មើសដែលគេហៅថាបទល្មើសឆ្លងដែនផងហ
ហើយនឹងបទល្មើសនេះផងដែលមាននៅក្នុងនឹងស្នាប់ផងហើយទី2មួយទៀតយើងក៏មានធ្វើការតាមដាននៅប្រតិបត្តិការធនាគារជាមួយនឹងគេហៅថាអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាដែលគាត់មានតួនាទីសំខាន់ណាស់នៅក្នុងការងារហ្នឹងហើយក៏ជួយសម្រួលទៅដល់ការប្រយុទ្ធប្រឆាំងនឹងបទល្មើសចែកជានឹងផងដែរអញ្ចឹងសរុបរួមមកវិញស្ថាបអាជីវកម្មមិនថាក្នុងស្រុកឬក្រៅស្រុកឬក៏ក្រុមហ៊ុនយើងយកចិត្តទុកដាក់ណាស់ទៅលើការពារផលប្រយោជន៍របស់គាត់ពីព្រោះគាត់គ្រងមកវិនិយោគដើម្បីរកប្រាក់ចំណេញប៉ុន្តែក៏ផ្ដល់នៅឱកាសការងារដល់នៅកំណើនសេដ្ឋកិច្ចជូនប្រទេសយើងផងដែរអញ្ចឹងយើងត្រូវគិតគូរចំណុចហ្នឹងផងដែរបាទអរគុណច្រើនលោកឧត្តមសេនីយ៍បាទជាសង្ខេបមកវិញបានន័យថាលោកឧត្តមសេនីយ៍បានជំរាបជូនតាក់ទងជាមួយនឹងការវិវត្តនៃច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាហើយកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋជាមួយនឹងឯកជនដូចគ្នាផងដែរអំពីនីតិវិធីមួយចំនួនដែលបុគ្គលដែលគាត់រងគ្រោះឬក៏ស្ថាប័នដែលរងគ្រោះលោកអាចមកដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុងក្រោយចង់សូមលោកឧត្តមសេនីយ៍ផ្ដល់ជាអនុសាសន៍ដើម្បីយើងបិទនៅក្នុងកម្មវិធី podcast នេះបាទសូមជើញបាទបាទសូមអរគុណជាថ្មីម្ដងទៀតហើយសម្រាប់ជាអនុសាសន៍ទៅលើកិច្ចពិភាក្សានេះដោយទី1យើងនឹងព្យាយាមបន្តជំរុញការធ្វើសេចក្តីព្រាងច្បាប់ឲ្យបានឆាប់បំផុតតាមតែធ្វើទៅបានពីព្រោះច្បាប់នេះគឺមានសារៈសំខាន់ណាស់សម្រាប់ជួយក្នុងការពារផលប្រយោជន៍និងបង្ក្រាបនៅបទល្មើសហើយនឹងការដាក់ទោសទណ្ឌមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះផងដែរកម្ពុជាយើងមានទាំងសេចក្តីព្រាងច្បាប់ផ្សេងទៀតដូចជាច្បាប់ការពារទិន្នន័យឯកជនច្បាប់ការពារអ្នកប្រើប្រាស់សិតតែមានសារៈសំខាន់ហ្នឹងជាមួយនឹងស្ថាប័នផ្សេងគឺគាត់កំពុងធ្វើសេចក្តីព្រាងច្បាប់នឹងផងដែរហើយទី2មួយទៀតយើងនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហការនិងស្នើសុំការគាំទ្រពេញទំហឹងជាមួយនឹងស្ថាប័នឯកជនធនាគារឬក៏ក្រុមហ៊ុនទូរគមនាគមន៍ឲ្យបានកាន់តែមានប្រសិទ្ធភាពប្រសើរជាងមុនហើយទី3មួយទៀតដើម្បីជៀសវាងការចាញ់បោកឆោបោកពីក្រុមអក្រិតជនយើងគួរតែព្យាយាមជាពិសេសមិនមែនថាខាងណាទេគឺទាំងអស់គ្នាប្រឹងប្រែងសិក្សាស្រាវជ្រាវជំនាញបច្ចេកទេសឬក៏បច្ចេកវិទ្យាជាពិសេស AI ឬក៏ blockchain យើងត្រូវយល់វាឲ្យច្បាស់ហើយយើងត្រូវចេះធ្វើការបែងចែកវិភាគអំពីបច្ចេកវិទ្យានឹងថាតើវាមានផលប៉ះពាល់កម្រិតណាមានអត្ថប្រយោជន៍ប៉ុណ្ណាអញ្ចឹងវាយើងត្រូវការពិនិត្យមើលកន្លែងហ្នឹងខ្លាំងមែនតើបាទខ្ញុំមាន3ចំណុចធំៗហ្នឹងដើម្បីផ្ដល់ជូននៅក្នុងកម្មវិធីនេះបាទសូមអរគុណលោកឧត្តមសេនីយ៍ដែលបានធ្វើការចែករំលែកក៏ដូចជាផ្ដល់ជាអនុសាសន៍ podcast យើងថ្ងៃនេះសង្ឃឹមថានឹងមានប្រយោជន៍សម្រាប់បងប្អូនសាធារណជនទាំងអស់ហើយអ្វីដែលលោកឧត្តមសេនីយ៍បានធ្វើការចែករំលែកនេះពិតជាមានសារៈសំខាន់ទៅលើការប្រឆាំងបទល្មើសដែលកាត់ឡើងនៅក្នុងប្រទេសកម្ពុជាផងយើងអញ្ចឹងខ្ញុំជាមួយនឹងលោកឧត្តមសេនីយ៍សូមអរគុណសូមជម្រាបលាបាទសូមអរគុណ